ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទជារីថ្ងៃនេះខ្ញុំនឹងមកជជែកទាក់ទងមួយការ connect Bluetooth ងាយៗដីគ្រាន់តែមានខ្សែ USB មួយនេះក៏យើងអាច connect Bluetooth ឬក៏ Apple CarPlay បានដែលងាយស្រួលផងដែរតោះឥឡូវសូមទៅតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទសម្រាប់ឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងរថយន្ត Ford Ranger Wildtrak ឆ្នាំ2025តែចង់បញ្ជាក់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថាសម្រាប់ទៅលើរថយន្តប្រភេទ Ranger ចាប់ពីស្តីឆ្នាំ2023ដល់2025ក៏ដូចជា Ford Everest Titanium និង Everest Sport ទាក់ទងមួយការ Connect Bluetooth ឬក៏ Apple CarPlay ដូចគ្នាទាំងអស់ហើយបាទដំបូងយើងចូលមកកាន់ទូរស័ព្ទដៃរបស់យើងបាទunlock យើងរកពាក្យ setting រួចយើងរកពាក្យថា series បាទ series តបមកពុកម៉ែបងប្អូនចូលកន្លែង talk series នេះបាទដោយសារតែទូរស័ព្ទដៃរបស់ខ្ញុំបាន unlock រួចរាល់អញ្ចឹងយើង unlock កន្លែងប៊ូតុងមួយនេះបាទពាក្យថា button series បន្ទាប់ពីនឹងទៀតមានដូច USB មួយបាទហើយយើងទៅកាន់កន្លែងចិត្ត wireless charge ហើយយើងសាកដល់ពីចូលបាទបន្ទាប់ពីហ្នឹងយើងគ្រាន់តែដោតទូរស័ព្ទដៃរបស់យើងហើយយើងដូចយើងដោតសាកធម្មតាអញ្ចឹងបាទឥឡូវនេះយើងតេស្តជូនពុកម៉ែបងប្អូនបាទនេះទូរស័ព្ទដៃរបស់ខ្ញុំបាទខ្ញុំដាក់សាកដោតសាកបាទបន្ទាប់ពីហ្នឹងយើងមើលនៅទូរស័ព្ទដៃរបស់យើងវានឹងបញ្ជាក់ជូនពុកម៉ែបងប្អូនឲ្យសួរថាយើងចង់ប្រើ Apple CarPlay ឬក៏អត់បើសិនជាយើងយក not now យើងអត់ប្រើ Apple CarPlay ទេយើងគ្រាន់តែដោត USB ធម្មតាឬក៏យើងចាក់ប័ណ្ណចម្រៀងធម្មតាអធិស្ឋានយើងសាកថ្មធម្មតាឬក៏យើងចាក់ប័ណ្ណចម្រៀងចូលឡានធម្មតាតែសម្រាប់ខ្ញុំឥឡូវនេះខ្ញុំយកឡើងបាទហើយអញ្ចឹងវានឹងសួរពុកម៉ែបងប្អូនយើងចង់ប្រើជា wireless Apple CarPlay ឬក៏ USB សម្រាប់ខ្ញុំដោយសារខ្ញុំធ្វើការតេស្ត Apple CarPlay អញ្ចឹងខ្ញុំយក wireless Apple CarPlay បាទបន្ទាប់ពីហ្នឹងយើងចូលទៅឡានហើយយើងចុច Apple CarPlay មកនឹងចេញ screen បែបនេះសម្រាប់ Apple CarPlay នេះពុកម៉ែបងប្អូនអាចធ្វើការចាក់បទចម្រៀងមើល map អីនៅលើនឹងបានតែសូមបញ្ជាក់ផងដែរអត់អាច play វីដេអូបាននេះបាទ play ជាបទចម្រៀងបានឥឡូវខ្ញុំតេស្ត YouTube ជាស្អីដូចខ្ញុំបិទអ៊ីនធឺណិតបាទយើងតេស្ត YouTube មួយមកបាទបាទងាយស្រួលនៅពេលដែលពុកម៉ែបងប្អូន connect Apple CarPlay នៅពេលដែលមានអ្នកផ្សេងខលមកពេលដែលយើងលើកទៅជា speaker ចូលឡានប៉ុន្តែដែលឡែកបើសិនជាពុកម៉ែបងប្អូនដុតសាកបែបនេះនៅពេលដែលគេខលមកជា privacy ផ្ទាល់ខ្លួនរបស់យើងគ្រាន់តែដកដោយ USB នេះចេញហើយយើងលើកទូរស័ព្ទធម្មតាទៅដាច់ Apple CarPlay យើងអាចនិយាយទូរស័ព្ទធម្មតាបានបាទសម្រាប់វីដេអូរបស់ខ្ញុំត្រូវបានបញ្ចប់បាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចម្ងល់ទាក់ទងមួយការប្រើប្រាស់ក៏ដូចជា option ផ្សេងអាច comment បានខ្ញុំនឹងធ្វើជាវីដេអូបន្តទៀតជូនពុកម៉ែបងប្អូនតែចង់បញ្ជាក់ផងដែរថាសម្រាប់ Ford Ranger Wildtrak ឆ្នាំ2025នេះពុកម៉ែបងប្អូនអាចធ្វើការទិញភ្លាមបានភ្លាមដោយមិនបាច់ធ្វើការរងចាំបាទតែបញ្ជាក់ផងដែរក៏មានតាមពណ៌ដូចគ្នាសម្រាប់តម្លៃវិញ 53,900 បាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការទៅលើរថយន្ត Ford ផ្សេងអាចធ្វើការទំនាក់ទំនងមកកាន់លោកខ្ញុំផ្ទាល់បានមិនថាជាបងរំលោះឬក៏ទិញជាសាច់ប្រាក់សុទ្ធអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើបាទសម្រាប់ពេលនេះខ្ញុំបាទ Kerry សូមអរគុណសូមជម្រាបលាបាយបាយ